បើក្បាលមកសូមបង្ហាញមុខអ្នកលក់កាហ្វេតែម្ដងណាអ្នកណាខ្លះជាមួយស្បូវកាហ្វេប្រចាំខេត្តសៀមរាបខ្លះអញ្ចឹងឈប់សិនហើយគឺឃ្លានឆេកសូមធ្វើការមកខ្ចប់កាហ្វេសិនព្រោះដោយសារតែជីឡានពីចម្ងាយរៀងហត់ដែរណាហើយឲ្យតែទៅសៀមរាបគឺពួកខ្ញុំអត់ដែររំលងទេហើយកន្លែងគាត់មិនមែនមានតែកាហ្វេទេគឺមានម៉ាឆាហើយគ្រឿងផ្សំរបស់គាត់ហ្នឹងគឺធ្វើពីទឹកត្នោតស្ករត្នោតអីផ្សេងដែរជារបស់ខ្មែររបស់យើងតែម្ដងអូនិយាយទៅច្រើនមុខភេសជ្ជៈនៅហាងរបស់គាត់គឺច្រើនមុខមែនតើអ្នកទាំងអស់គ្នាអាចរើសបានណាហើយសម្រាប់ទីតាំងបរិយាកាសហាងរបស់គាត់គឺលក្ខណៈបែបស្រុកស្រែនៅកណ្ដាលក្រុងសៀមរាបតែម្ដងអញ្ចឹងហើយអ្នកដែលទៅលេងសៀមរាបក្នុងសមារាត្រីអង្គរខាងមុខនេះអ្នកទាំងអស់គ្នាអាចធ្វើការទៅឈៀងចូលនៅហាងរបស់គាត់បានដើម្បីញ៉ាំកាហ្វេណាហើយសម្រាប់ខ្ញុំក្នុងនាមជាមួយម្នាក់គឺកន្លែងចំណុចពិសេសរបស់គាត់មួយទៀតដែលកាហ្វេរបស់គាត់មាននៅក្នុងហាងរបស់គាត់ណាគឺអ្នកដែលចេះញ៉ាំកាហ្វេល្មមឬក៏កាហ្វេខ្លាំងហ្នឹងគឺអាចរើសគ្រាប់កាហ្វេបានក្របកាហ្វេរបស់គាត់មានក្របកាហ្វេប្រចាំហាងមានចាស់ល្មមមានស្រាលអញ្ចឹងណាយើងអាចរើសទៅតាមចំណង់ចំណូលចិត្តរបស់យើងបានកាហ្វេប្រចាំហាងរបស់យើងគឺមានឈ្មោះថាស្បូវកាហ្វេដែលយើងប្រើជាកាហ្វេจากបឹងពោធិ៍ខាត់ហើយអាហ្នឹងគឺជាប្រចាំហាងរបស់យើងពីច្រើនពេលដែលភ្ញៀវសួរថាប្រចាំហាងរបស់យើងនឹងមានអីគេចឹងយើងណែនាំប្រភេទស្បូវកាហ្វេហ្នឹងបាទស្បូវកាហ្វេហើយទីពីរហ្នឹងគឺយើងមានឡាតេស្បូវដែលជា signature របស់យើងផងដែរចាអាហ្នឹងគឺប្រភេទគ្រាប់កាហ្វេបងអាចរើសបានគ្រាប់កាហ្វេទៅតាមហ្នឹងគឺយើងមាន5ប្រភេទយើងមានប្រចាំហាងចាស់ល្មមស្រាលល្មមអញ្ចឹងប្រាប់ម៉ាឆារបស់យើងគឺយើងមានអានេះគឺម៉ាឆាដូងហ្នឹងគឺប្រចាំហាងរបស់យើងហ្មងហើយនឹងមួយទៀតគឺម៉ាឆាទឹកបន្លែហើយសម្រាប់ម៉ាឆាធម្មតាគឺយើងមានម៉ាឆាឡាតេហើយនឹងម៉ាឆាស្ទ្រូប៊េរីចឹងដូចអ្នកលក់បានប្រាប់អញ្ចឹងគឺមានច្រើនមុខហើយអ្នកទាំងអស់គ្នាអាចរកនៅហាងគាត់បានណា